ទទួលឯកភាពពីរដ្ឋមន្ត្រីក្រសួងធម្មការសាសនានិងសម្ដេចព្រះមហាសមេធាធិបតីក្នុងការកសាងបង្កើតសាខាពុទ្ធកសាកលវិទ្យាល័យផ្សេងនោះរាជចំបានបានអាទិត្យឥឡូវធ្វើផ្កាប្រាក់កសាងវិបស្សនាមជ្ឈមណ្ឌលពុទ្ធមណ្ឌលវិបស្សនាអន្តរជាតិនៃកម្ពុជាអញ្ចឹងអស់លោកសប្បុរសទាំងអស់ដោយសេចក្តីស្រឡាញ់ចំពោះសង្គមចំពោះទឹកដីចំពោះជាតិជាពិសេសចង់ឲ្យប្រជាជាតិនេះនឹងមានសេចក្តីសុខរស់នៅប្រកបដោយវឌ្ឍនភាពចឹងទៅសម្ដេចព្រះព្រហ្មក្នុងវ័យចិត្ត90ទៅហើយនៅតែប្រឹងចឹងញោមគណៈកម្មការវត្តនឹងបានប្រាប់ពាក្យនឹងមកខ្ញុំកណាសម្ដេចជាម្ចាស់តែគណៈកម្មការវត្តកណាអត់ទេអត់បានថាអញ្ចឹងទេដោយសារកណានៅក្មេងអញ្ចឹងប្រហែលជាត្រូវប្រឹងថែមទៀតអស់លោកសប្បុរសទាំងអស់រឿងដឹកនាំសង្គមនេះរឿងស្រឡាញ់សង្គមនេះស្រឡាញ់ទឹកដីទាំងអស់នេះវាមិនមែនចេះគ្រាន់តែនឹកឃើញស្រឡាញ់ហើយនឹកឃើញថាហើយនឹកឃើញចង់បានហើយក៏វាកើតព្រមតាមយើងនោះទេដូចជាពេលដែលព្រះសម្មាសម្ពុទ្ធស្ដេចទ្រង់ត្រាស់ដឹងឡើងហើយក្នុងលោកហើយព្រះអង្គញាតិញោមជ្រាបច្បាស់ហើយថាការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់នេះគឺដើម្បីប្រយោជន៍របស់សត្វលោកដើម្បីប្រយោជន៍ដល់ជានានុជនទាំងឡាយពហុជាអ្នកហិតាយៈពហុជាអ្នកសុខាយៈអនុកម្មបាយៈអញ្ចឹងបានព្រះអង្គត្រាស់សម្ដែងថ្ងៃដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ស្ដេចទ្រង់បញ្ជូនភិក្ខុទាំង60ព្រះអង្គឲ្យចាកចេញទៅផ្សាយសាសនានោះព្រះអង្គត្រាស់សម្ដែងថាចរថភិក្ខវេចារិកੰពហុជាអ្នកហិតាយៈពហុជាអ្នកសុខាយៈអនុកម្មបាយៈមនាលភិក្ខុទាំងឡាយចូលអ្នកចារឹកទៅកាន់ទីជនបទដើម្បីប្រយោជន៍ដល់ជនដ៏ច្រើនដើម្បីសេចក្តីសុខដល់ជនដ៏ច្រើនដើម្បីធ្វើសេចក្តីអនុគ្រោះដល់ជនទាំងឡាយដើម្បីជាប្រយោជន៍ដល់មនុស្សនិងទេវតាហ្នឹងហើយញាតិញោមប៉ុន្តែថាប៉ុណ្ណឹងហើយមិនបានចប់កិច្ចនឹងទេព្រះដ៏មានប្រភេទព្រះអង្គត្រូវបំពេញពុទ្ធកិច្ច45ព្រះវស្សាដោយគ្មានសម្រានទេញាតិញោមសម្រាកតិចណាស់នៅក្នុងការជួយនៅក្នុងការទូលមានដល់ពពួកសត្វទាំងអស់ក្នុងការទូលមានដល់សង្គមក្នុងការទូលមានដល់មនុស្សលោកនេះហ្នឹងគឺការកសាងសង្គមហ្នឹងគឺដល់មិនគ្រាន់តែមានឆន្ទៈហើយចប់ទេញាតិញោមហើយមិនថាមកទេសនាស្រុកសៀមរាបអីចេះអាពលសរសើរសម្ដេចស្រុកស្រែទេដូចថាប៉ុន្តែនៅក្នុងប្រទេសហ្នឹងធ្លាប់លួចសរសើរតាទេហើយចូលប្រជួនច្រើនហើយប្រឹងមិនព្រមឈប់សោះខ្ញុំកណាវ័យចិត្ត90ហើយមិនជារឿងធម្មតារឿងសាមញ្ញពេកទេគណៈម្ចាស់អញ្ចឹងការបង្កើតពុទ្ធមណ្ឌលវិបស្សនាអន្តរជាតិនៃកម្ពុជានេះជាប្រយោជន៍ញាតិញោមសម្រាប់
ពុទ្ធមេមកជនសម្រាប់ពុទ្ធមេមកជនហ្នឹងមកបានសិក្សាព្រះធម៌អប់រំចិត្តណាជាប្រយោជន៍ញាតិញោមទីនេះវាជាកន្លែងអប់រំចិត្តហើយចិត្តហ្នឹងបើអត់អប់រំទេមិនងាយទេញាតិញោមចិត្តណាព្រោះដល់មានកន្លែងអប់រំព្រោះអ្នកប្រាជ្ញបុរាណទាំងឡាយបានប្រឹងអស់ហើយបានព្យាយាមសពបែបយ៉ាងអស់ហើយក្នុងការអប់រំចិត្តនឹងក្នុងនោះក៏មានព្រះសម្មាសម្ពុទ្ធជាម្ចាស់មួយព្រះអង្គដែរនៅលើភពផែនដីនេះដែលប្រឹងព្យាយាមបង្ហាត់បង្រៀនដល់មនុស្សលោកឲ្យអប់រំចិត្តនឹងបានល្អអញ្ចឹងបានជានៅក្នុងអន្តរធានទាំង5ព្រះអង្គសម្ដែងបញ្ជាក់អំពីអន្តរធានទាំង5នៅក្នុងសាសនាទី1បរិយត្តិអន្តរធានការវិនិច្ឆ័យទៅញាតិញោមវិនិច្ឆ័យទៅនៃហេតុទាំង5នៅក្នុងសាសនាណាទី1ប្រសិនបើនៅក្នុងព្រះពុទ្ធសាសនានឹងអត់មានការសិក្សាព្រះបរិយត្តិគឺព្រះធម៌ទេអានឹងនាំឲ្យអន្តរធានគឺវិន័យញាតិញោមពុទ្ធបរិស័ទអត់បានសិក្សាព្រះធម៌អត់បានអីអញ្ចឹងទៅក៏មិនមានបដិបទានឹងត្រឹមត្រូវទេអញ្ចឹងជើងពុទ្ធបរិស័ទណានៅជ្រុងណាឮអីជឿអញ្ចឹងទៅញាតិញោមអ្នកសៀមរាបជឿបែបអ្នកសៀមរាបទៅអ្នកព្រៃវែងជឿបែបអ្នកព្រៃវែងទៅនឹងកាលណាតែយើងអត់មានការសិក្សាបរិយត្តិគឺព្រះសទ្ធម្មនឹងទេព្រះពុទ្ធសាសនានឹងអាចនឹងប្រឈមនឹងការបាត់បង់នឹងការសាបរលាបនឹងការសាបសូន្យអស់ទៅអញ្ចឹងបាននេះការបង្កើតសាលាព្រះបរិយត្តិការសិក្សាអីជាមួយអាចារ្យដែលជាអ្នកចេះដឹងអីទាំងអស់ហ្នឹងជារឿងចាំបាច់ណាញាតិញោមរឿងចាំបាច់ណាសម្រាប់យើងអ្នកកាន់ពុទ្ធសាសនាកាលណាតើអត់រៀនធម៌អត់ស្គាល់ព្រះធម៌អត់ស្គាល់ព្រះធម៌អត់ស្គាល់ព្រះសម្មាសម្ពុទ្ធជាម្ចាស់កាលណាអត់ស្គាល់ព្រះសម្មាសម្ពុទ្ធជាម្ចាស់អត់អាចនឹងទទួលអ្វីដែលជាអត្ថប្រយោជន៍នៃការត្រាស់ដឹងរបស់ព្រះអត់មានព្រះភិក្ខទេអញ្ចឹងការសិក្សាព្រះបរិយត្តិហ្នឹងគឺសំខាន់អស់លោកសពបរោះឥឡូវងាយញាតិញោមងាយញាតិញោមអញ្ជើញទៅរៀនតាមសាលាក៏មានឬក៏រៀនទៅតាមប្រព័ន្ធផ្សព្វផ្សាយនេះក៏មានដែរញាតិញោមដល់រៀនធម៌តែបើអត់រៀនធម៌ពុទ្ធសាសនានឹងសាបរលាបហើយអញ្ចឹងយើងនាំគ្នាវាកើតទៅកោឡាហលញាតិញោមចឹងឲ្យទៅលឺអ្នកណាគេប្រាប់ថាណោព្រះគោកើតហើយព្រះអង្គលោកឲ្យទឹកយើងនាំនេះផ្អើលឈូទៅថ្វាយអង្គមព្រះគោធម្មតាគោកាលណាតែយើងយកទឹកទៅដាក់មុខវាលិតដែរគោណាដូចគោណានេះញោមចំគោដឹងអាត្មានេះចំគោដែរហ្នឹងតែវាស្រែកវាលិតដែរហ្នឹងវាផឹកហើយយើងទៅជាយល់ថានឹងព្រះគោឲ្យពួរជ័យទៅវិញហ្នឹងឃើញទេគេយល់ថានៅរូងភ្នំនោះមានបរមីអាចធ្វើឲ្យញាតិញោមបរិស័ទនឹងបានសេចក្តីសុខជឿចឹងកោឡាហលគឺភាពច្របូកច្របល់នៅក្នុងโลกនេះហ្នឹងគឺមានច្រើនណាស់ញាតិញោមមិនមែនតែនៅក្នុងសាសនាយើងទេមិនមែនតែនៅក្នុងពុទ្ធសាសនាទេគ្រប់ទីកន្លែងទាំងអស់គ្រប់ទីកន្លែងទាំងអស់ដោយហេតុអីដោយសារតែមនុស្សហ្នឹងខ្លាចញាតិញោមភ័យបារម្ភដល់អញ្ចឹងទៅចេះតែរੂទីពឹងនេះផងទីពឹងនោះផងដល់យូរយើងនាំគ្នាជឿតាំងពីលោកខែបាំងឆាត់តាំងពីអីសពបែបយ៉ាងអស់អាហ្នឹងវាមានតាំងពីអើយមកដល់ណាញាតិញោម
អ្នកខ្លះជឿភ្លៀងតែខែវស្សាភ្លៀងមិនចឹងអញ្ចឹងដោយសារតែលោកសពបរោះជាពិសេសពុទ្ធបរិស័ទនឹងលោកអ្នកជឿជាពិសេសអ្នកជឿទៅទេសនាអញ្ចឹងទៅមានអ្នកខ្លះមិនសប្បាយចិត្តថាព្រះអង្គជឿកុំទេសអញ្ចឹងមែនទេចង់ចម្រើនពរថាអន្តរធាននៅក្នុងសាសនាហ្នឹងគឺផ្ដើមចេញអំពីព្រះបរិយត្តិដែលផ្ដើមចេញអំពីការដែលមិនសិក្សាព្រះបរិយត្តិនេះឯងកាលណាតាអត់បានយល់អំពីព្រះសទ្ធម្មនឹងទេវាមិនអាចនាំឲ្យមានការបដិបត្តិនឹងត្រឹមត្រូវទេអញ្ចឹងវាកើតតគ្នាហើយញាតិញោមកាលណាតែព្រះបរិយត្តិនឹងសាបសូន្យវានាំឲ្យការបដិបត្តិនឹងសាបសូន្យchứ vừa ọt đằng pre parayat tệ pre sát thom pre ban đô chia bade patia đôi chụp lư xâm ram oi mà đưa tờ chẳng nhận nhổm bây giờ ọt đằng flow ta phong ta giờ đằng bạn để bạt ban lại đôi mặt địch chẳng ấy nhận nhổm ưu tiên họ bờ nè căn Putsasna ọt skol sal pram ọt skol sal bayพิโคซองอดสกอลเปรวินเนยเจตเธอปานนาปานในจังเตอว่าให้ได้ปะได้บาดเขานั่งได้ซาแต่มันบ้านศึกษาปริสัทธรรมนั่งไงจังกันนะแต่สาบโซนเปรปริยัติเวียนน้ำเอาสาบโซนดอลปฏิบัติติมันอาจมันเยี่ยวสรุปสนามพากันนะแต่อดเงียบโยมอดลูกสอบบรอต่างหลายลูกอดบานยัวหล่อมปีเปรสัทธรรมเตเปรปริยัติเตมันอาจมีโอกาสหนึ่งปฏิบัติตรำตรเลยมันได้เงียบโยมให้ทัวระบบสมาสัมพุทธจิมจันนี้คือเจียเปรสัทธรรมมวยได้เจียอาการหรือเก่าเอาพอลมันโรงจำการเลยมีในธรรมะมีในทาปะในบ้านไอ้เหล่านี้บ้านไอ้เหล่านี้อุติหอพระสมมาสัมพุทธจิมจันลูกตราสมได้ทาการนาแต่บุกกลนามวยปูปิงแต่ดอยพระมวิเฮทอในขนมเจ็ดมีเมตตากรณามุติตาอุเปขาบุกกลนั้นนังคล้ายตีสระลัยในมนุษย์นังเทวดาต่างหลายบสันจิญญโยมมีเจ็ดละอមានប្រតិមានចិត្តអនុគ្រោះស្រឡាញ់ចំពោះពួកញាតិទាំងឡាយពួកជនទាំងឡាយសេចក្តីស្រឡាញ់នឹងកើតមានភ្លាមនឹងឯងត្រង់ដែលកន្លែងកើតភ្លាមនឹងឯងដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ហៅថាធម៌នេះជាធម៌អកាလိកោជាការបដិបត្តិដែលមិនរងចាំកាលឡើយគឺកើតក្តីស្រឡាញ់នឹងតែមួយរំពេចហើយព្រះអង្គត្រាស់សម្ដែងបន្តទៀតថាទោសនៃទោសៈនឹងវានាំឲ្យមានការស្អប់ខ្ពើមពីជនដទៃប្រសិនបើចិត្តរបស់យើងពោពេញទៅដោយអាក្រក់ភាពអាក្រក់ឬស្យាសំបែបយ៉ាងបង្កហេតុផលណាមួយដែលនាំឲ្យអ្នកដទៃគ្រោះថ្នាក់វានាំមកផលរបស់វានឹងគឺនាំមកនៅការស្អប់ខ្ពើមពីជនដទៃអាហ្នឹងក៏ឲ្យផលភ្លាមអញ្ចឹងដែរញាតិញោមត្រង់កន្លែងហ្នឹងឯងដែលព្រះពុទ្ធសាសនាយើងហ្នឹងគឺនៅលោកខាងលិចគេហៅថាជាការបដិបត្តិបែបប្រកបនិយមមិនរងចាំការសម្រេចចិត្តពីអតិទេពនៅឋានសួគ៌អីទេអត់មានទេញាតិញោមអត់ទេហ្នឹងហើយប្រសង់ក្តីពុទ្ធបរិស័ទក្តីទាំងអស់ធម៌ហ្នឹងតែបដិបត្តិភ្លាមបានផលភ្លាមហើយព្រះអង្គលោកត្រាស់សម្ដែងតទៀតថាវចិត្តស្ងប់អ្នករស់នៅដោយសុខស្ងប់ទៅសុខមែនញាតិញោមស្ងប់នឹងប្រះចាអីស្ងប់កន្លែងហ្នឹងមិនមែនស្ងប់នឹងមានការយល់ច្រឡំច្រើនណាស់អ្នកខ្លះថាអ្នកកាន់ព្រះពុទ្ធសាសនានេះស្លូតល្អស្ងប់ល្អតែមិនហ៊ានតបតជាមួយគេស្ងប់ពុទ្ធសាសនាគឺនាំឲ្យអោនភាពដល់សង្គមនេះជាការខុសឆ្គងអ្នកកាន់ព្រះពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធជាម្ចាស់ពុំដែលបង្រៀនមនុស្សលោកឲ្យរស់នៅក្នុងភាពអន់ថយឡើយចិត្តដែលស្ងប់គឺជាចិត្តដែលមានតុល្យភាពចិត្តដែលអាចប្រឈមមុខដោះស្រាយនៅបញ្ហាបានចិត្តនោះគេហៅថាចិត្តស្ងប់ញាតិញោម
ចិត្តស្ងប់មិនចិត្តមិនធ្វើអីសោះអានឹងចិត្តខ្ជិលញាតិញោមមិនធ្វើអីសោះនឹងការខ្ជិលតែកោសច្ចៈដែរញោមខុសគ្នាណាគេថាអ្នកកាន់ពុទ្ធសាសនានឹងស្ងប់ចឹងទៅស្ងប់ឯងក្រោកដេកម៉ោង 9 មិនតាន់ក្រោកធ្វើការបាទនឹងស្ងប់មែនទេអានឹងខ្ជិលអស់លោកអ្នកយល់ខុសអំពីពុទ្ធសាសនានឹងសូមលោកជ្រាបភិក្ខុសង្ឃនេះតែខ្ជិលត្រូវអាបត្តិណាពេលលោកយើងនៅតែខ្ជិលណាព្រះអង្គខ្លះខ្ជិលកណាជាចូលវត្តរាជបូរជ្រះថ្លានឹងភាពស្អាតណាសម្រាមអីមិនសូវសម្បូរស្អាតបោកស្អាតវត្តអារាមហ្នឹងជាទីមនោរម្យហ្នឹងមិនឈ្មោះថាជាការរស់នៅប្រកបដោយធម្មៈចឹងចិត្តស្ងប់ឡើយហ្នឹងគឺជាចិត្តដែលមានតុល្យភាពចិត្តមានតុល្យភាពចិត្តមិនញោមចិត្តពេលដែលវាមានរឿងអ្វីមួយនៅក្នុងជីវិតណាញោមអាចប្រឈមមុខញោមអាចដោះស្រាយរឿងទាំងអស់នោះបានដោយបញ្ញានឹងឈ្មោះថាចិត្តស្ងប់មិនភ័យមិនស្លន់មិនស្លោមិនអីទេណាញាតិញោមមើលថ្ងៃដែលព្រះសម្មាសម្ពុទ្ធជាថ្ងៃដែលព្រះសារីបុត្រចូលទៅថ្វាយបង្គំព្រះសម្មាសម្ពុទ្ធជាម្ចាស់ថ្វាយបង្គំហើយគង់ទីដ៏សមគួរហើយទូលថ្វាយថាបបិទ្ធព្រះអង្គដ៏ចម្រើនទូលខ្ញុំទូលព្រះបង្គំជាខ្ញុំសូមក្រាបថ្វាយបង្គំព្រះដ៏មានព្រះភិក្ខនិមន្តទៅស្រុកកំណើតទៅបរិនិព្វានមានន័យថាទៅស្លាប់ញាតិញោមអញ្ចឹងព្រះអង្គលោកឲ្យថាសូមអ្នកធ្វើដំណើរឲ្យសុខចោះមិនកន្ទក់កន្ទិញមិនសោកស្ដាយមិនស្រណោះមិនអាឡោះមិនអាឡ័យហើយក៏មិនត្រេកអរធម្មតាដោយសារតែព្រះអង្គស្គាល់អំពីសច្ចធម៌នៃលោកនេះថាជីវិតហ្នឹងវាត្រូវតែដល់ទីបញ្ចប់ហ្នឹងចិត្តរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់អាហ្នឹងចិត្តរបស់ពួកយើងវាមិនដល់នោះប៉ុន្តែគ្រាន់ថាសម្រាប់អ្នកកាន់ពុទ្ធសាសនាបដិបត្តិធម៌ហើយអីហើយដល់ពេលមានរឿងភ័យញាតិញោមយើងអត់ទីពឹងណាអត់មានខ្លួនជាទីពឹងដោយសារចិត្តហ្នឹងវាអត់បានអប់រំឲ្យបានមមឲ្យបានប្រសើរដូចជាការបង្រៀននៅក្នុងព្រះពុទ្ធសាសនានេះខាតញាតិញោមអញ្ចឹងការបដិបត្តិនឹងសំខាន់ណាស់ខាតមិនទៀតញាតិញោមមើលជួនកាលញាតិញោមកាន់សិលមួយជីវិតដល់តែចាញ់ស្លកកោគេកូនស្លប្រៃពេកនោះអញ្ចឹងខឹងគេមួម៉ៅណាអីស្លស៊ីមកើតណាហើយទៅមកសុំសិលកាន់សិល8តែចាញ់ស្លកកោមួម៉ៅរឿងស្លឃើញទេទុកអត់ចប់ញាតិញោមមើលអានឹងចិត្តអត់តាន់ស្ងប់ទេអញ្ចឹងសម្រាប់ព្រះពុទ្ធសាសនាគឺរស់នៅក្នុងជីវិតប្រចាំថ្ងៃហ្នឹងបន្តិចអញ្ចឹងទៅបានសុខញាតិញោមធម្មោហវេរកតិធម្មចារីអ្នកបដិបត្តិធម៌តែងតែត្រូវបានរក្សាដោយព្រះធម៌មានន័យថាម៉េចអ្នកមានន័យថាអ្នកបដិបត្តិធម៌នឹងតែងតែទទួលផលទទួលអានិសង្សគឺសេចក្តីសុខស្ងប់អំពីការបដិបត្តិធម៌នេះឯងបើសិនជាញោមជាពុទ្ធសាសនិកហើយជាពាណិជ្ជករញោមរស់នៅក្នុងភាវៈជាអ្នកកាន់ព្រះពុទ្ធសាសនានឹងធ្វើជំនួញធ្វើការរាជការឬក៏ប្រកបមុខរបរអ្វីទាំងអស់ហ្នឹងដោយសេចក្តីសុខដោយជ្រះថ្លានៅក្នុងចិត្តដោយសារយកព្រះធម៌ហ្នឹងទៅបដិបត្តិការឲ្យទានការយោគយល់គ្នាអស់លោកអ្នកធ្វើកិច្ចការដូចជាសន្តាគារដូចជាអីនេះសិតតការងារអត់ស្រួលទេអញ្ចឹងតើត្រូវប្រើមេត្តាចិត្តហ្នឹងឲ្យច្រើនហ្នឹងអញ្ចឹងពុទ្ធសាសនាហ្នឹងចូលទៅជួយញាតិញោមនៅក្នុងជីវិតប្រចាំថ្ងៃហ្នឹងពួកយើងបដិបត្តិព្រះពុទ្ធសាសនានេះគឺដើម្បីទីនេះឥឡូវនេះអ៊ីធដ្ឋានេនៅក្នុងជីវិតប្រចាំថ្ងៃនេះឯងយើងអត់រងចាំរហូតដល់ថ្ងៃយើងស្លាប់ហើយបានទៅកើតឋានសួគ៌ហើយបានសោយសុខទេអត់ទេអ្នកកាន់ព្រះពុទ្ធសាសនាគឺត្រូវតែបានផលនៅក្នុងទីនេះឥឡូវនេះប្រសិនណាបើនរជននោះពិតជាបដិបត្តិនៅធម្មៈរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់មែន
nâng trâu cá ấy nhận nhóm thì muối cứ bạ để giặt đó nâng đòi dừng riêng thì phí bạ để bạt thì bây Prasana bà ọt bàn sắc xa nâu presa thòm tế viên nâng bát bóng viên nâng sạp xốn đó ca bạ để bạt mình thả rùa plồng khơi đê nâng bạ để bạt cho nà trong nào ở trâu hay nâng mình nằm máu nâng sạp xốn nó bạ để về thiện để presa lục xâm đành thả tê ca chùm ra nâu meta thô nâng bà sân chỉ ở lục nè bạ để bạt sả mà thị tâu nâng soi sọc màu vinh nâng bạ để về thiện nâng ọt bàn phol bạ để về thiện cứ chiếc phol để cao tranh pi ca bạ bạ để bạt này ấy hay mà chuyện mình đuôn ní chỉ cả lại bị sao phâu chặt ai nhận nhôm sma thị ní nhận nhôm hay tham gia chặt bà ram phong pin chặt anh này chặt la phong bà ram khai tờ của cả long màu ní miền lực ru sma thị mà cho luôn nâng sma thị cho sma thị láng khơi tờ lấy chnọt hay khơi tờ khmao sma thị yu bạt mà nữ o hà nông ô anh nâng đây xa thế thì chẳng tao phơ ao thấy lục ru nâng cọt bạc ca sầm này thế ta thô nâng thô prasama samput chưa mà chắc nó khi nhom bồng riên ta bắt để bạt yu bạt tầng mà nữ bạt tầng lụa tầng ạc lanh mà chuyện mình đuôi nâng tao tiết còn mình sưu nâng mình dây tao giờ tao tiết đây còn mình dây thế còn tha mà chuyện mình đuôi ca bạt để bạt samadhi ní chưa cả lại là bị sao nhiệt nhôm liệt mà bạn để bạt từក្នុងមួយជីវិតនឹងសម្ដេចបើកជា5ថ្ងៃក្តី10ថ្ងៃក្តីកន្លះខែក្តីបើថាមិនបានយូរទេក៏ត្រឹមតែមួយអាទិត្យក៏ជាការល្អដែរការអប់រំចិត្តនេះជាទ្រព្យដ៏ប្រសើរញាតិញោមអត់មានថាញោមស្រីមកបដិបត្តិហើយទៅវិញអត់ចង់ឃើញមុខញោមប្រុសទេអត់មានទេគឺថាបដិបត្តិកាន់តែច្រើននៅជាមួយញោមប្រុសញោមស្រីនឹងកាន់តែច្រើនភរិយាស្វាមីនឹងគឺបង្រៀនចិត្តមនុស្សជាព្រះអង្គព្រះសម្មាសម្ពុទ្ធជាម្ចាស់លោកត្រាស់សម្ដែងតែញាតិញោមគឺការបដិបត្តិធម្មៈរបស់ព្រះតថាគតនេះមិនមែននាំមកនៅអោនភាពទេមិនថាអ្នកជានរណាជាអ្នកបួសឬក៏ជាក្រហមទេបើញោមរស់នៅក្នុងជីវិតអាពាហ៍ពិពាហ៍នឹងនាំឲ្យអាពាហ៍ពិពាហ៍នឹងកាន់តែល្អកាន់តែប្រសើរញោមស្រីក៏ស្មោះត្រង់ជាមួយញោមប្រុសក៏ស្មោះត្រង់ជាមួយញោមស្រីដោយសារយល់អំពីសភាវៈអំពីដំណើរជីវិតរបស់ខ្លួនចឹងបដិបត្តិពុទ្ធសាសនាចឹងនាំមកនៅការរីកចម្រើនចឹងញាតិញោមណាកុំបារម្ភញោមប្រុសខ្លះទៅឃើញម៉ែវាទៅវត្តយូរខ្លាចតែមកវិញលះបងផ្ទះសំបែងអីអត់ទេនឹងទុកឲ្យពួកអាត្មានេះអ្នកបួសនេះហ្នឹងចឹងការបដិបត្តិនឹងសមាធិនឹងជួយឲ្យសុខជួយឲ្យចម្រើនហើយឆ្លៀតពេលញាតិញោមបដិវេធៈគឺផលដែលកើតចេញអំពីការបដិបត្តិនេះដល់តែបដិបត្តិបានផលបើអត់បដិបត្តិអត់បានផលទេញាតិញោមមិនបានទេហើយចិត្តនេះពិបាកប្រដៅណាស់ប្រសិនណាបើអត់មានបច្ចេកទេសច្បាស់លាស់ដើម្បីចូលទៅអប់រំចិត្តនឹងទេចិត្តនឹងគឺមិនអាចប្រដៅបានឡើយពិបាកញាតិញោមពិបាកហ្នឹងហើយមិនថាចិត្តពុទ្ធបរិស័ទមិនថាចិត្តប្រសង់ទេពិបាកញាតិញោមអញ្ចឹងព្រះសម្មាសម្ពុទ្ធជាម្ចាស់នេះគឺជាអ្នកប្រាជ្ញមួយព្រះអង្គដែលបានត្រាស់ដឹងហើយក្នុងលោកព្រះអង្គរកឃើញនៅបច្ចេកទេសក្នុងការអប់រំចិត្តតាមរយៈការចម្រើនសមាធិនេះឯងបើអត់មានសមាធិនេះទេណាគឺមិនអាចចូលទៅទីជំរឿចិត្តរបស់មនុស្សលោកបានឡើយយើងនៅតែសើអញ្ចឹងយើងនៅតែបន់ស្រន់យើងនៅតែបួងសួងយើងនៅតែវក
ធ្វើម៉េចកុំឲ្យរឿងរ៉ាវអកុសលទាំងឡាយកើតឡើងនៅក្នុងជីវិតប៉ុន្តែព្រះអង្គព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គលោកមិនឲ្យវល់កុំឲ្យជីវិតនេះជួបរឿងអាក្រក់ទេព្រះអង្គឲ្យរៀបចំជីវិតនេះដើម្បីប្រឈមមុខនៅក្នុងរឿងរ៉ាវទាំងឡាយដែលកំពុងតែកើតមានឡើងខណៈពេលដែលយើងកំពុងតែមានជីវជនអញ្ចឹងណាញាតិញោមពុទ្ធបរិស័ទជីវិតនេះអត់ទេมันអាចវល់បានទេអញ្ចឹងព្រះអង្គលោកឲ្យបរិស័ទនឹងប្រើប្រាស់បដិបត្តិធម្មៈនឹងដើម្បីជាដូចជាខែលដូចជាឧបករណ៍ដូចជាជញ្ជាំងសម្រាប់ដោះស្រាយនៅរឿងរ៉ាវអញ្ចឹងហើយតើអត់មានប្រមាថណាស់ញាតិញោមចុះកំពុងតែស្រឡាញ់កូនកំពុងតែស្រឡាញ់ស្វាមីកំពុងតែស្រឡាញ់ភរិយាស្រាប់តែព្រាត់ព្រឹបភ្លាមទៅដល់អញ្ចឹងអត់មានអីទេក្នុងចិត្តនឹងហេលហាលហើយទៅទប់មិនចប់ចិត្តនឹងនាំឲ្យវិបលាសខូចសតិជីវិតនឹងអស់នៃសាបសូន្យទៅទេដោយសារតែมันអាចគ្រប់គ្រងនៅការប្រព្រឹត្តទៅនៃការផ្លាស់ប្ដូរនៃលោកនេះនៃជីវិតនេះអញ្ចឹងធម្មៈនឹងចូលទៅជួយអញ្ចឹងញាតិញោមណាញាតិញោមហ្នឹងហើយអញ្ចឹងឥឡូវនេះញោមសិក្សាព្រះធម៌បដិបត្តិព្រះធម៌ហើយបដិបត្តិនេះចេះទៀតញាតិញោមបដិបត្តិធម៌ណាដែលសម្រាប់យើងដែលអាចធ្វើបានណាញាតិញោមញាតិញោមទៅធ្វើដោយព្រះសម្មាសម្ពុទ្ធជាម្ចាស់បានណាយើងនាំគ្នាពោលអំពីគុណរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ហើយចេះតែស្រមើស្រមៃលងលោចតែអត់បដិបត្តិធម៌ផ្ទាល់ខ្លួនឯងទេអត់ទេចេះតែបំភ្លេចនេះខៅធម៌អ្នកស្រុកធម៌ក្នុងផ្ទះញាតិញោមធម៌ក្នុងផ្ទះធម៌អីញោមប្រុសត្រូវមានក្តីស្រឡាញ់ភាពស្មោះត្រង់ស្វាមីភក្តិចំពោះញោមស្រីញោមស្រីត្រូវមានស្វាមីភក្តិចំពោះញោមប្រុសនឹងព្រះអង្គសម្ដែងបញ្ជាក់នៅក្នុងសង្កេលកៈសូត្រនឹងធម៌ក្នុងផ្ទះហើយញាតិញោមមិនមែនធម៌នៅតាវតឹងទេណាការបដិបត្តិពុទ្ធសាសនានឹងឲ្យយល់សេចក្តីអញ្ចឹងទើបនាំសុខបានមិនថ្ងៃណាក៏នៅវត្តថ្ងៃណាញោមស្រីក៏នៅវត្តកូន5 6មិនដឹងអាណាទៅរៀនអាណាមកវារៀនបាយអាណាទឹកឯណាញោមប្រុសមកវិធ្វើការក៏មុខសមីសម៉ែវានៅតែយ៉ាងកេញនៅវត្តយូរមិនចេះយាយនេះណាអ៊ីប៉ែនេះវត្តនឹងចេះមិនចេះតែទាញយាយនឹងឲ្យទៅកើតទៅជារឿងអរិភាពអញ្ចឹងធម៌របស់អ្នកស្រុកគឺអ្នកស្រុកត្រូវតែបដិបត្តិព្រះអង្គសម្ដែងបញ្ជាក់នៅក្នុងសង្កេលកៈសូត្រនឹងច្បាស់ណាស់ញាតិញោមអញ្ចឹងបានពាក្យបុរាណមួយលោកពោលថាម៉េចទៅហ៊ានមកធ្វើអាចារ្យចំណែកអ្នកបួសក្នុងសាសនាទៅពាក្យស័ក5មានន័យថាម៉េចទៅហ៊ានមកធ្វើអាចារ្យពាក្យកន្លែងនេះអស់លោកទៅហ៊ានតែចេះធម៌កុំគិតខុសអីអាត្មាចង់និយាយថាចេះបុរាណលោកថាទាហានហ្នឹងគេធ្វើឡើងដើម្បីគេទាហានហ្នឹងគឺជាក្រុមឆ្មាំការពារទឹកដីលោកកាន់សព្វាវុធដើម្បីការពារទឹកដីទាហានធម្មតាទេញាតិញោមតែមានសង្គ្រាមគឺសម្លាប់ហើយអានឹងធម្មជាតិរបស់លោកនេះសង្គមនេះគឺអញ្ចឹងប៉ុន្តែអត់នាំអត់នេះអ្នកខ្លះគេឲ្យធ្វើទាហានមិនព្រមទេនៅមកធ្វើអាចារ្យនេះវិញចំណែកអ្នកបួសក្នុងសាសនាទៅពាក្យស័ក5គេឲ្យបួសឲ្យបដិបត្តិធម៌ប៉ុន្តែធ្វើរឹកដូចប្រសក់មិនព្រមបដិបត្តិធម៌តែនាំទៅធ្វើរឹកដូចប្រសក់វាខុសអញ្ចឹងបុរាណនឹងផ្ដាំថាបើអស់លោកអ្នកជាក្រហមបដិបត្តិធម៌ជាក្រហមជាអ្នកគ្រប់គ្រងផ្ទះព្រះលោកហៅថាអគារយវិន័យធម៌សម្រាប់អ្នកគ្រប់គ្រងផ្ទះធម៌អីធម៌ស្វាមីដែលមានចំពោះភរិយាធម៌ភរិយាដែលមានចំពោះស្វាមីមេដាបេដាត្រូវចិញ្ចឹមកូនកូនធំឡើងត្រូវតែមានកតញ្ញូចំពោះមេដាបេដាបុត្រធីតាទាំងឡាយមានធម៌5សម្រាប់គោរពមេដាបេដានេះឈ្មោះថាជាបដិបទាដ៏ត្រឹមត្រូវបើមិនចឹងទេច្បូកច្បល់ពេញហ្នឹងញាតិញោម
ច្បុកច្បល់ឥឡូវស្រុកយើងនឹងច្បុកច្បល់បន្តិចវាមិនច្រើនទេសម្រាប់អ្នកកាន់ពុទ្ធសាសនាច្បុកមិនច្បុកច្បល់អីទេគ្រាន់តែថាបើអស់លោកអ្នកជាអ្នកបួសបើសិនជាលោកសម្រាប់ចាត់សាងភ្នោះនៅក្នុងភាវៈនៃអ្នកបួសហើយលោកត្រូវតែបដិបត្តិធម៌អ្នកបួសអត់មានជីវិតគ្រួសារទេមានតែជីវិតអ្នកបួសភិក្ខុសង្ឃរស់នៅក្នុងទីអារាមជាសហគមន៍ជាកន្លែងរួមគ្នាការបដិបត្តិជុំគ្នាទាំងអស់តែមួយស្លៀកស្បង់ស្បៃត្រៃយវរតែមួយតែបើសម្រាប់ជីវិតជាក្រហមលោកត្រូវតែបដិបត្តិធម៌ជាក្រហមណាអាហ្នឹងបានឈ្មោះថាបដិបទាហ្នឹងដល់ត្រឹមត្រូវហើយយើងមានឃើញច្រើនណាស់ញាតិញោមនៅក្នុងសម័យពុទ្ធកាលនេះដូចនាងវិសាខាអីលោកមិនបួសឯណាអនាថបណ្ឌិកសេដ្ឋីអីសុទ្ធសឹងតែជាពុទ្ធសាសនិកដែលរស់នៅមានជីវិតជាក្រហមមានប្រពន្ធមានកូនប្រកបអាជីវកម្មទាំងអស់មិនមែនចូលកាន់ព្រះពុទ្ធសាសនាហើយគលះបង់ទាំងអស់មិនព្រមធ្វើអីគួយបិទតែភ្នែកជូនទៅបនគ្នារត់តែស្អីហូបបានអានឹងមែនទេអ្នកកាន់ពុទ្ធសាសនាតាមព្រះសម្មាសម្ពុទ្ធជាម្ចាស់ដែលជាសិស្សរបស់ព្រះអង្គគឺត្រូវតែព្យាយាមឧទ្ធានសម្បទានឯងក្រោកឡើងត្រូវទៅរស់ស៊ីចិញ្ចឹមកូនចិញ្ចឹមគ្រួសារអរកសម្បទាណាទ្របដែលរួមមកហើយនោះកុំទៅយកទៅលេងលបែងកុំយកទៅប្រព្រឹត្តណាលបែងស្រាស្រីកាមគុណអីទាំងអស់ដែលជាហេតុនាំមកអន្តរាយឃើញទេព្រះអង្គលោកត្រាស់សម្ដែងអញ្ចឹងមានការយល់ច្រឡំសម្រាប់អ្នកកាន់ពុទ្ធសាសនានឹងច្រើនណាស់ថាឲ្យតែកាន់ធម៌ហ្នឹងគឺលេងធ្វើអីតែម្ដងមែនទេញោមតែអញ្ចឹងមែនទេនឹងហេតុអីបានយល់អញ្ចឹងដោយសារតែយើងអត់បានសិក្សានៅព្រះសាស្ត្រសត្វធម្មខ្ញុំជ្រាបទេខ្ញុំជ្រាបទេញាតិញោមជ្រាបទេបងអាត្មាសប្បាយចិត្តណាស់ញាតិញោមសប្បាយចិត្តត្រង់ថាឃើញអស់លោកអ្នកជ្រះថ្លាក្នុងធម៌ហើយលោកមានអាជីវកម្មមានរបររវល់នៅក្នុងរបរហ្នឹងមនុស្សក្នុងលោកនេះក្រៅពីព្រះអរិយណាដែលថាมันមានកិលេសនោះយើងវាត្រូវរស់នៅក្នុងកិលេសហ្នឹងមិនចឹងអស់លោករស់នៅក្នុងកិលេសរស់ហ្មងពុទ្ធបរិស័ទលោកទៅមានជីវិតអាពាហ៍ពិពាហ៍នោះឯងហើយអាត្មាប្រសងនេះរស់នៅក្នុងភាវៈនៃអ្នកបួសមានវិន័យមានអីចឹងយើងរស់នៅក្នុងកិលេសនោះឯងក៏ប៉ុន្តែព្រះលោកថាឲ្យរស់ដោយសុចរិតហ្នឹងហើយកន្លែងទៅនឹងសម្រាប់អ្នកកាន់ពុទ្ធសាសនាយើងកុំឲ្យគេថាពុទ្ធសាសនាឲ្យតែអ្នកកាន់ពុទ្ធសាសនានឹងក្រហើយញាតិញោមសិតតែអ្នកមានជ្រះថ្លាញាតិញោមជ្រះថ្លាណាចឹងអស់លោកសពបរោះទាំងអស់កុំបារម្ភថាកាន់ពុទ្ធសាសនាទៅខ្លាចវាក្រអត់ក្រទេកុំឲ្យទៅលេងលបែងកុំឲ្យទៅផឹកស្រាអាហ្នឹងបានវាក្របើរស់ស៊ីមិនក្រដោយគណៈកម្មការចាវត្តបូចឹងមិនក្រទេហាបដីសៀមរាបធ្វើគណៈកម្មការនឹងអស់ហើយនោះសូមជ្រះថ្លាអនុមោទនាអញ្ចឹងបញ្ជាក់មកវិញញាតិញោមបញ្ជាក់មកថាទី1បើសិនជាមិនឲ្យព្រះពុទ្ធសាសនាយើងសាបសូន្យមិនឲ្យព្រះពុទ្ធសាសនាសាបសូន្យដល់ទៅនាំគ្នាសិក្សាព្រះធម៌ហើយរៀនធម៌នេះញាតិញោមអ្នកដែលចេះធម៌ហ្នឹងមិនចេះទឹះពាក្យថាទឹះផ្សេងអំពីការកែតម្រូវអ្នកខ្លះសិក្សាព្រះសត្យធម្មហើយកាលដែលមិនតាន់ចេះធម៌ដូចជាសុកក្រាន់បើដល់រៀនធម៌ឲ្យទឹះគេអូយទឹះមិនឈប់សោះទឹះតាំងពីលោកទឹះតាំងពីអាចារ្យព្រះអង្គឲ្យជួបនឹងគោលទៅអំពីទោសនៃវត្តដាក់ក៏ដល់ម៉ោងបាយវត្តដដែលប៉ុន្តែទឹះគេនឹងទឹះរហូតអស់កន្លែងទឹះភ្លើងស្តុបតាមខ្នល់
អានឹងប្រកាសអសរណាយអ្នករៀនធម៌ទៅគេនោះព្រះសម្មាសម្ពុទ្ធជាម្ចាស់ដែលព្រះអង្គមានករណាចំពោះសត្វហ្នឹងគឺព្រះអង្គមើលឃើញភាពអវិជ្ជានៅក្នុងโลกនេះតែព្រះអង្គចូលទៅសង្គ្រោះសត្វហ្នឹងមិនមែនដោយបដិខៈដោយការខឹងសម្បាដោយការខ្នងថ្នាក់ទេដោយក្តីមេត្តាអញ្ចឹងញាតិញោមបើសិនជាយើងសិក្សាព្រះធម៌យើងអត់ស្អប់មនុស្សទេអត់ខឹងទេអត់ទឹះគេទេតែជួយបានដោយប្រការណាកម្រិតណាញោមចូលទៅជួយបើជួយមិនធ្វើម៉េចថាបើជួយមិនបាច់ជួយទេជាព្រះសម្មាសម្ពុទ្ធជាម្ចាស់មិនបានជួយមនុស្សឲ្យរួចឆ្លងសេចក្តីទុក្ខពិភពលោកណាក្នុងបច្ចុប្បន្ន40ព្រះវស្សាព្រះអង្គជួយមនុស្សបានច្រើនតែមិនបានទាំងអស់ទេដោយសារតែនេះវាវត្តដាក់របស់លោកនេះវាអញ្ចឹងការសិក្សាព្រះសទ្ធំនឹងញាតិញោមគឺយល់ហើយបដិបត្តិត្រង់កន្លែងបដិបត្តិនេះឯងធ្វើឲ្យញោមស្គាល់ខ្លួនឯងច្រើនកុំទឹះគេញាតិញោមណាពេលតែទឹះកន្លែងនេះស្អប់អ្នកខ្លះនឹងពោលធរឌៀមដាមឲ្យគ្នាហ្នឹងហើយព្រះសង្ឃប្រគល់ណាម្ចាស់កុំថាឲ្យញោមយើងហ្នឹងហើយតែបានឡើងក្រេនឹងបាច់ថាឲ្យញោមអត់បានទេកុំទេជួយញោមប្រាប់ញោមនេះដោយគំរូសម្ដេចធំឧស្សាហ៍ទេសនានឹងប្រាប់ពាក្យប្រាប់ផ្សេងអំពីបន្ទោសទៀតណាអញ្ចឹងការសិក្សាព្រះសទ្ធំនឹងជួយយើងឲ្យទូលំទូលាយផ្លូវចិត្តអញ្ចឹងណាអស់លោកសពរោះបដិបត្តិធម៌ចេះធម៌នឹងទូលាយតិចតិជុំថាចុះព្រះអង្គខឹងទេមនុស្សឃើញទេវាខឹងនោះវាធម្មតាវាខ្លាំងខ្នាក់ខ្លះអីចឹងប៉ុន្តែកុំឲ្យដោយសារតែការយល់ការចេះដឹងព្រះសទ្ធំនឹងហើយជាដើមចោមជាសមុទ្ឋាននាំមកយើងនឹងស្អប់អ្នកដទៃមិនពេញចិត្តអ្នកដទៃមើលអ្នកដទៃនឹងគឺមិនមានភាពបរិសុទ្ធនៅក្នុងជីវិតនេះជាទោសនៃអ្នកសិក្សាព្រះធម៌អ្នកខ្លះហើយយល់ច្រឡំញាតិញោមការសិក្សាព្រះធម៌ហ្នឹងអញ្ចឹងបានព្រះអង្គលោកឲ្យយើងសិក្សាឥឡូវចម្រើនពរមិញហ្នឹងអន្តរធាន5ទី1បើសិនជាអត់មានការសិក្សានៅព្រះបរិយ័តទេកាលណាសាបសូន្យព្រះបរិយ័តគឺព្រះការសិក្សាព្រះសទ្ធំហើយនាំឲ្យអន្តរធានការបដិបត្តិកាលណាតើអត់មានការបដិបត្តិហើយនាំឲ្យសាបសូន្យនៅបដិវេធៈគឺការទទួលបានផលអំពីការបដិបត្តិនឹងហើយទី4សង្ឃៈអន្តរធានការសាបរលាបបាត់បង់នៅអ្នកបួសទី5ធាតុអន្តរធានការសាបសូន្យនៅព្រះធាតុប៉ុន្តែចម្រើនពរដែលចង់បញ្ជាក់ហ្នឹងតែ3ខាងដើមទេចា៎ពរ3ខាងដើមទេទី1ព្រះសិក្សាព្រះសទ្ធំហើយចង់ចម្រើនពរញាតិញោមបញ្ជាក់តែខ្លីទេបញ្ជាក់ថាធម៌កុំភ្លេចធម៌នៅក្នុងផ្ទះញាតិញោមបើតែភ្លេចធម៌ក្នុងផ្ទះនាំមិនអាចនាំមកនៅសេចក្តីសុខឡើយអញ្ចឹងកិច្ចបដិបត្តិហ្នឹងគឺហើយក្រៅទីទីពីហ្នឹងចង់ចម្រើនពររឿងសម្រាប់យើងអ្នកកាន់ពុទ្ធសាសនាក្នុងសម័យបច្ចុប្បន្ននេះញាតិញោមអស់លោកសពបរោះទាំងអស់ជាទីស្រឡាញ់ញាតិញោមជាពុទ្ធសាសនិកហើយបរិស័ទ4ពួកមានភិក្ខុភិក្ខុនីបាសកបាសិកាអ្នកទាំង4នេះជាសសរស្តម្ភរបស់ព្រះសាសនាជាពិសេសនៅក្នុងសង្គមកម្ពុជាយើងនេះសូមមេត្តាបិតាដែលជាអាណាព្យាបាលជាប្រេងព្រឹត្តជាអ្នកធំនៅក្នុងគ្រួសារនឹងមេត្តាស្រោចស្រពកូនដោយព្រមវិហារធម៌ហើយបង្រៀនកូនចៅទាំងឡាយនឹងឲ្យដើរតាមគន្លងនៃព្រះពុទ្ធសាសនារបស់យើងកុំបណ្ដោយកូនញាតិញោមណាកុំអនុញ្ញាត
ឲ្យសាសនាដទៃចូលមកយកកូនយើងចេញពីគ្រួសារកុំឲ្យត្រូវសោកស្ដាយញាតិញោមកាលណាយើងបាត់កូនចៅម្នាក់ទៅឲ្យអ្នកដទៃគ្រប់គ្រងយើងនឹងបាត់ហាក់ដូចជាបាត់អ្វីមួយយ៉ាងអាត្មាសំដែងធัวយ៉ាងដូចនេះវាក៏ជាមានអ្នកថាទេជាសិទ្ធិសេរីភាពត្រូវមិនជាការបង្ខំទេតែសូមអស់លោកសប្បុរសទាំងអស់មេត្តាអោបកសោបកូនចៅរបស់ខ្លួននឹងឲ្យស្ថិតនៅក្នុងរង្វង់ដៃនៃពុទ្ធមានកជននៃគ្រួសារកាន់ព្រះពុទ្ធសាសនានោះទើបសង្គមយើងអាចរឹងមាំបានអញ្ចឹងសួរថាអប់រំកូនចៅនឹងយកព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទៅបណ្ដោះកូនចៅនឹងបណ្ដោះយ៉ាងដូចម្ដេចព្រះអង្គបើកណាអត់ចេះធម៌ផងហ្នឹងទៅបង្រៀនកូនមិនបង្រៀនវាមិនបើកណាមិនចេះផងថាមានវិធីបើសិនជាមេដាបិតាទាំងពីរហ្នឹងរស់នៅប្រកបដោយធម៌នោះហើយជាមេរៀនដ៏ពិសិដ្ឋដែលស្រោចស្រពដល់កូនទាំងឡាយអញ្ចឹងកូនមើលអូពុកម្ដាយអ្នកកាន់ពុទ្ធសាសនាវាតិចឪពុកអញមានសិលម្ដាយអញមានសិលតើគាត់ទៅវត្តទៅអូនេះអានិសង្ឃឬក៏ផលដែលមេដាបិតាឪពុកម្ដាយអញទៅវត្តហ្នឹងបានមកវិញគឺក្តីស្រឡាញ់អញអញ្ចឹងតើនេះម៉ែល្អណាស់នៅពីតូចអោបកសោបឧស្សាហ៍ប្រាប់និទានរឿងរ៉ាវនេះឯងជាមេរៀនដ៏ពិសិដ្ឋដែលញោមត្រូវបកគលទៅឲ្យកូនចៅចំនួនក្រោយកុំថាទេព្រះអង្គហើយឥឡូវនឹងបានទេឲ្យវាទៅណាក៏ទៅទៅអូទៅឲ្យទៅណាទៅហើយចុងក្រោយសល់តែមិនស្រួលហ្នឹងនិយាយមួយពុកម្ដាយងក់ទៅក្បាលទេអាហ្នឹងយើងត្រូវប្រកាន់ណាញាតិញោមពូជសាសយើងណាវាអោបកសោបដោយប្រពៃណីទំនៀមទម្លាប់សាសនាអាហ្នឹងណានឹងត្រូវតែប្រកាន់ញាតិញោមត្រូវតែប្រកាន់ពាក្យថាប្រកាន់ឡើយនោះមិនស្អប់ទេគឺត្រូវអភិរក្សថែរក្សាថាគ្រួសារនេះជាគ្រួសារកាន់ព្រះពុទ្ធសាសនាអញ្ចឹងខ្ញុំរស់តាមបែបព្រះពុទ្ធសាសនានៅកម្ពុជាកូនត្រូវតែគោរពមេត្តាបិតាអោនលំទោនចំពោះមេត្តាបិតាហើយគ្មានអ្នកណាធ្វើការទេក្រៅតែពីមេត្តាបិតានឹងអាត្មានេះបាននៅក្រៅទេញាតិញោមមិនអាចចូលទៅក្នុងគ្រួសារបានទេអញ្ចឹងសូមញោមប្រោះព្រំកូនចៅរបស់លោកដោយធម្មៈរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់គឺការបដិបត្តិនេះឯងហើយបានបុណ្យច្រើនណាស់នឹងឈ្មោះថាជាការឲ្យនៅអវ័យគ្រប់យ៉ាងឲ្យនៅទឹកអមរិតហ្នឹងគឺក្មេងភ្ញាក់ដឹងអូលោកឃើញទេលោកឪពុកអ្នកម្ដាយហ្នឹងជាអ្នកមានធម៌អាហ្នឹងឯងវាប្រោះព្រំដល់ពួកខ្ញុំជាកូនជាចៅទាំងឡាយឲ្យរស់នៅដោយត្រជាក់ត្រជុំហើយបើសិនជាមេត្តាបិតានេះណាមានសិលមានទានមានភាវនាណាផ្ទះនឹងជាឋានសួគ៌នៅលើភពផែនដីនេះត្រជាក់ណាញាតិញោមត្រជាក់ណាមិនបើកភ្នែកឡើងថ្ងៃមិនតាន់រះស្វឹងបាត់ហើយជេកូនជេនោះជេអានោះធំឡើងគ្មានអនុស្សាវរីយ៍ល្អជាមួយម៉ែឪទេអញមិនទៅទេបែកព្រាត់ប្រាសគ្រួសារវិនិច្ឆ័យវាអត់ធម៌វាអត់ព្រមវិហារធម៌អញ្ចឹងណាអស់លោកគ្រួសារអ្នកកាន់ពុទ្ធសាសនាទាំងអស់សូមលោកធ្វើជាគំរូឲ្យប្រោះព្រំកូនរបស់លោកដោយព្រមវិហារធម៌ត្រឹមតែក្តីស្រឡាញ់ដល់បរិសុទ្ធប៉ុណ្ណេះឈ្មោះថាជាការឲ្យនៅអរិយទ្រព្យដល់ប្រសើរមនុស្សកើតមកត្រូវការភាពកក់ក្ដៅញាតិញោមហើយរបស់អស់ទាំងនេះណាពេលពួកអស់លោកកូនចៅទាំងអស់នឹងคล้ายទៅជាឯកឧត្តមលោកជំទាវអ្នកតូចអ្នកធំឯទាំងអស់ណារបស់អស់ទាំងនេះទិញមិនបានទេគាត់នឹងចងចាំនៅការអោបកសោបរបស់មេដាបេដានៅពេលមួយនោះលោកឪពុកអោបខ្ញុំនៅពេលមួយនោះអ្នកម្ដាយមួយទឹកឲ្យខ្ញុំងែលក្បាលខ្ញុំថើបខ្ញុំនេះភាពបរិសុទ្ធក្តីស្រឡាញ់ដល់បរិសុទ្ធនេះឯងដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ប្រកាសសម្ដែងឲ្យមេត្តាបិតាត្រូវប្រគល់ឲ្យបុត្រធីតាទាំងឡាយនៅក្នុងសង្កេលកសោតគ្រួសារដែលជាអ្នកកាន់ពុទ្ធសាសនាលោកត្រូវធ្វើរឿងហ្នឹងអញ្ចឹងទៅគ្រួសារនឹងសុខហើយណាទេថាបើ
វាមានរឿងអីខ្លះយ៉ាងណាក៏ជាបង្គោលដែរញាតិញោមអញ្ចឹងញាតិញោមត្រូវពុទ្ធបរិស័ទគ្រួសារខ្មែរទាំងអស់លោកណាសូមចម្រើនពរកុំអនុញ្ញាតឲ្យអ្នកណាម្នាក់ចូលមកយកកូនចៅយើងពីគ្រួសារដោយគ្មានមិនមកមិនកអត់ទេកុំបណ្ដោយកូនណាត្រូវតែរក្សាកូនឲ្យបានហើយរក្សានេះគឺតាមការបដិបត្តិរបស់លោកឪពុកអ្នកម្ដាយនឹងឯងចុះបើសិនជាលោកឪពុកអ្នកម្ដាយមិនប្រកបដោយធម៌លោកឪពុកផឹកស្រាស្វឹងអ៊ូបនួតាំងពីព្រឹកដល់យប់ម្ដាយលេងតែលបែងថ្ងៃនៅទាំងវងលបែងតើអនុស្សាវរីយ៍ជីវិតរបស់កូនទាំងឡាយនឹងមានទេមិនមានទេញាតិញោមមានទេហើយកុំសង្ឃឹមណាអាពួកហ្នឹងទៅវាធំទៅបើវាមកជួបពុកម្ដាយថ្ងៃប្រជុំបិណ្ឌអរគុណវាទៅខ្លាចទៅវាមកទៀតនោះឬអត់ធัวតើអត់ធัวក្តៅក្រហាយតែមានធัวតិចទៅជុំចឹងទេនេះឯងជាផលជាអានិសង្សនៃការបដិបត្តិអញ្ចឹងបានជាព្រះអង្គត្រាស់សម្ដែងថាការបដិបត្តិរបស់ព្រះសទ្ធំធម៌របស់តថាគតនេះគឺទីនេះឥឡូវនេះទីនេះឥឡូវនេះគឺមានថាចំពោះមុខញាតិញោមចំពោះមុខសូមអនុមោទនាសម្ដេចឲ្យទេស2ម៉ោងអស់ធរទេសហើយទេសបានតែមក40នាទីលើថែម5នាទីទៀតចុះញាតិញោមពុទ្ធបរិស័ទទាំងអស់ជាទីស្រឡាញ់ជាទីរាប់អានព្រះពុទ្ធសាសនាយើងនៅប្រទេសកម្ពុជានេះជួយបរិស័ទយើងច្រើនណាស់តាមរយៈផ្លូវចិត្តការបដិបត្តិព្រះពុទ្ធសាសនាការបដិបត្តិពុទ្ធសាសនាការបដិបត្តិព្រះសទ្ធំរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃបរិស័ទរបស់យើងនេះមានកម្រិតផ្សេងគ្នាញាតិញោមមានកម្រិតផ្សេងគ្នាអ្នកខ្លះបដិបត្តិដោយសារការសន្សំមកក្នុងវត្តដាក់ក្នុងខណ្ឌសន្តាននឹងយូរហើយអញ្ចឹងទៅមិនពិបាកយល់ទេទាញតែសភៅមកស្ដាប់តែលោកទេសតែបន្តិចយល់តែម្ដងញាតិញោមខ្លះនៅវត្តជាមួយលោកនឹងចង់30ឆ្នាំនៅតែមិនយល់កុំបន្ទោសគាត់មិនយល់ទេយល់បានត្រឹមតែព្រឹកឡើងដាំចង្ហាន់រៀបចង្ហាន់បានបន់ប៉ុណ្ណឹងងាកឡើងថ្វាយគុំព្រះសម្រាកអញ្ចឹងការបដិបត្តិរបស់ពុទ្ធសាសនានេះមានកម្រិត3ញាតិញោមទី1កម្រិតឧត្តមមានន័យថាពុទ្ធបរិស័ទខ្លះលោកយល់លោកចេះដឹងស្ថិតនៅក្នុងភាវៈនៃបញ្ញវន្តលោកយល់លោកជ្រាបលោកអីទាំងអស់នឹងកម្រិតខ្ពស់ញាតិញោមមានមួយកម្រិតទៀតនោះកម្រិតកណ្ដាលមជ្ឈិមៈកម្រិតកណ្ដាលបដិបត្តិជ្រះថ្លាធោអាត្រូវការខឹងត្រូវពេលខឹងដែរខឹងលោកខឹងដែរណាព្រះអង្គស្អីសម្ដេចមកពីភ្នំពេញអីទេសនាយូរមិនកណាប្រញាប់ទៅនឹងណាត់គេផងមួម៉ោងតិចតួចដែរព្រមជាប់សោះខឹងខ្លះជ្រះថ្លាខ្លះធម្មតាណាញាតិញោមហ្នឹងហើយមានមួយប្រភេទនោះកម្រិតមុទុកម្រិតទៀបញាតិញោមទៀបហ្នឹងហើយគាត់មិនបានសិលក៏មិនបានសមាទានអីគេទេប៉ុន្តែកុំឲ្យលឺសំឡេងសម្ដេចព្រះព្រំដាក់មីក្រូអើយញាតិញោមមកជួយវត្តផងមកមុនគេអាវក៏គ្មានដែរមកទៅខោមកឲ្យធ្វើអីក៏ធ្វើដែរនោះប៉ុន្តែជ្រះថ្លាតែអត់យល់ទេឃើញទេកម្រិតផ្សេងគ្នាអញ្ចឹងបកករណាព្រះធម្មកថាក៏មិនទោសញោមយើងណាព្រះអង្គកំថាងអ្នកកាន់ពុទ្ធសាសនាស្រុកខ្មែរ96%ប៉ុន្តែអ្នកបដិបត្តិធម៌ទៅ3%ដឹងពីណា3%នោះអត់ទេកុំបន្ទោសហើយបរិស័ទក៏កុំបន្ទោសគ្នាដែរញាតិញោម
ដោយសារការសន្សំនឹងផ្សេងគ្នាអស់លោកសពបរោះអញ្ចឹងបើសិនជាឃើញអ្នកណាមួយលោកបដិបត្តិបានប៉ុណ្ណាជ្រះថ្លានឹងការបដិបត្តិរបស់លោកប៉ុណ្ណឹងហ្នឹងហើយកុំទៅចាប់បខំមនុស្សឲ្យកាន់សិលនោះណាហ្នឹងហើយចាប់មិនបានសំវាផ្សេងគ្នាញាតិញោមបាសកាខ្លះបខំញោមប្រុសឲ្យកាន់សិលញោមចាមុខលោករត់ដល់ហើយមិនកាន់ទេណាអត់ទេកុំបង្ខំថ្ងៃមួយនឹងមកដល់នឹងជ្រះថ្លានៅខ្លួនឯងហ្នឹងដល់អញ្ចឹងទៅការបដិបត្តិអីទាំងអស់គ្នាហ្នឹងមិនមានទោសទេញាតិញោមមិនមានអរិភាពទេហើយក៏កុំទោសមណោះជាមួយនឹងអ្នកកាន់ពុទ្ធសាសនាឲ្យទាំងអស់គ្នាញាតិញោមណាធ្វើបានកម្រិតណាញោមខ្លះធ្ងន់នឹងទៀនញោមជួលចិត្តឲ្យទៀនណាស់តែមិនធ្ងន់នឹងសិលទេសិលមិនកាន់ព្រះអង្គសុំមិនកាន់ហើយសិលណាកាន់បានសិល2សិល3អីសិល2អីមិនសម្លាប់មិនលួចអាទី3ទី4កណាមិនតន់ដឹងច្បាស់មិនទេបាទទី5ហ្នឹងសុំហើយហ្នឹងអ្នកខ្លះក៏ថាអញ្ចឹងទៅទៀតតែពុទ្ធសាសនិកសួរតែអញ្ចឹងព្រះអង្គលើកទឹកចិត្តឲ្យមនុស្សមិនកាន់ន័យថាអត់ទេត្រូវតែទទួលស្គាល់អំពីសន្តាននៃការត្រូវតែទទួលស្គាល់អំពីសភាវៈនៃការសន្សំក្នុងសន្តាននៃមនុស្សម្នាក់អញ្ចឹងយើងមើលទៅអត់ទឹះទេញាតិញោមអត់ទឹះអ្នកដទៃទេអត់ទឹះទេញាតិញោមហ្នឹងហើយញោមខ្លះល្អណាស់សិលទៅរាល់សិលមិនឲ្យដាច់សិល8ប៉ុន្តែខ្ចីលុយទៅ10000រៀលខ្ចីមកឲ្យមានប្រហែលយីពីរីក្តាប់ឲ្យឡើងណែនហ្នឹងប៉ុន្តែកាន់សិលប៉ុន្តែអូក៏រីមានអ្នកនៅហ្នឹងឯងអត់ទេវាអត់មានសួរថាម៉េចអញ្ចឹងកាន់សិលមិនរីខាន់សំមកអញ្ចឹងអ្នកខ្លះឲ្យទៀននោះឲ្យណាស់ញាតិញោមអើយឲ្យអស់ពីខ្លួនតែមិនរក្សាសិលទេអញ្ចឹងនៅក្នុងការបដិបត្តិព្រះពុទ្ធសាសនានេះសម្រាប់យើងញាតិញោមដែលជាកូនសិស្សដែលជាកូនចៅសមណៈសាក្យបុត្រជាកូនរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់នេះត្រូវមើលឃើញកន្លែងហ្នឹងទើបនាំមកនៅសាមគ្គីភាពនៅក្នុងពុទ្ធសាសនមណ្ឌលនេះតែមិនចឹងទេចេះតែផ្លោងពាក្យផ្លោងសម្ដីដាក់គ្នានាំឲ្យបែកបាក់នាំឲ្យការយល់ខុសនៅក្នុងព្រះសាសនាអញ្ចឹងញាតិញោមណាចម្រើនពរប៉ុណ្ណឹងចឹងការបដិបត្តិនឹងសូមចម្រើនបញ្ជាក់មកវិញថាមានតែការបដិបត្តិទី1មានតែការសិក្សាព្រះសទ្ធម្មញោមឆ្លៀតបានប្រមាណយកប៉ុណ្ណឹងហើយបដិបត្តិជាពិសេសកុំភ្លេចធัวក្នុងផ្ទះធัวពិតធัวមែនធัวនៅក្នុងផ្ទះដែលត្រូវបំពេញណាកាលណាតែបដិបត្តិទៅហើយនឹងនាំឲ្យមានផលដែលកើតចេញអំពីការបដិបត្តិនោះហើយគឺបដិវេធៈហើយនៅពេលដែលអស់លោកសពបរោះមានព្រះសទ្ធម្មនៅក្នុងចិត្តមានការបដិបត្តិជាកិច្ចនៅក្នុងជីវិតប្រចាំថ្ងៃហើយឈ្មោះថាជាអ្នកមានខ្លួនជាទីពឹងហើយសូមអនុមោទនា